skill for effective writing អូខេចឹងខ្ញុំចូលចិត្ត ខ្ញុំចូលចិត្តនេះ full screen ហើយយើងមាន get a feeling like it's a real book for you ចឹងណាបាទ skills for effective writing បាទខ្ញុំគិតថាយើងនឹងមើលនេះចំណុចមួយនេះជាមួយគ្នាskill ទី1ជំនាញទី1ណាមើលជាមួយអ្នកទាំងអស់គ្នាគឺword sentence ហើយនិង paragraph បាទមើលឃើញទេនេះយើងបាទ word sentences and paragraph បាទចឹងនេះគឺជំនាញទី1នៅក្នុងការសរសេរគឺយើងស្គាល់អ្វីទៅដែលហៅថាពាក្យអ្វីទៅគេហៅថាប្រយោគអ្វីទៅដែលគេហៅថាកថាខណ្ឌអញ្ចឹងនៅក្នុងជំនាញនៃការសរសេរគឺអានឹងគឺជាចំណេះដឹងមូលដ្ឋានណាបាទអូខេតោះឥឡូវយើងទៅមើលជាមួយគ្នាទីអក្សរហ្នឹងវាបង្កើតជាពាក្យហើយពាក្យច្រើនហ្នឹងគឺវាប្រើប្រាស់នៅអក្សរតូចៗអូខេ teacher family good and right អូខេ some words use capital letters អូខេគេថាពាក្យខ្លះវាប្រើជាអក្សរធំណា small letters together បើពាក្យតូចវិញវាប្រើរួមគ្នា Professor Georgia នេះជា title គាត់ណា State University បាទគេប្រើជាអក្សរធំអូខេបាទឥឡូវយើងមើលតើប្រយោគគឺជាស្អីគេអញ្ចឹងពាក្យវាដូចជាបង្គំជាបណ្ដុំនៃតួអក្សរអញ្ចឹងណាចុះប្រយោគម្ដង a sentence always begin with a capital letter បាទបងប្រយោគគេថាវាតែងតែចាប់ផ្ដើមជាមួយនឹងពាក្យអក្សរធំអូខេ a capital letter នេះដូចជា my នេះចឹងហ្នឹងគឺជាយើងឃើញថាមកប្រយោគទាំងអស់នេះចាប់ផ្ដើមនៅអក្សរនេះមួយធំទៅហ្នឹងគេចាត់ទុកវាជា a sentence ណាចឹង a sentence also has one space okay space between two words បាទរវាងពាក្យពីរ finally a sentence usually ends with a period ហ្នឹងគឺខណ្ឌយ៉ាងនិយាយថាប្រយោគអានេះគេអត់ចាត់ទុកវាជា sentence ទេដោយសារ my គឺបើវាជា sentence វាគួរតែជាអក្សរធំ it should be capital letter M but here it's small so it doesn't follow the writing rule as a sentence so a sentence it should be like a capital letter at the beginning and then a period at the end so that's is called a sentence all right let me check okay my essay is it's about me តាមពិតទៅអានេះគេក៏ចង់បង្ហាញថាវាជាកំហុសមួយដោយសារតែរបៀបទៅសេវាអត់មាន space បែបនេះឃើញទេអញ្ចឹងកាលណាយើងទៅសេពាក្យចូលគ្នាដោយគ្មាន space គ្មាន clear បែបនេះគឺគេអត់ហៅថាជា sentence ទេណាអញ្ចឹងវាខុសច្បាប់នៅក្នុងការសរសេរអូខេ My essay is about me វាអានេះត្រឹមត្រូវមាន capital letter មាន space រវាងពាក្យនិងពាក្យក៏ប៉ុន្តែអ្វីមួយដែលវាខ្វះនោះគឺ period វាអត់មានគេហៅថាខណ្ឌជាភាសាអង់គ្លេសណាអញ្ចឹងអាហ្នឹងក៏គេអត់រាប់វាថាជា sentence ដែរបើអញ្ចឹងដើម្បីទៅខ្លាយទៅជា sentence ពេញលេញ to become a fully complete sentence should be the capital letter at the beginning of the sentence and the space all right as you can see here and then a period បាទមានខណ្ឌមួយនៅខាងនេះបាទចាហ្នឹងវាជា sentence ហើយអូខេឥឡូវយើងមើលនិយមន័យណា sentences make paragraphs គេថាប្រយោគវាបង្កើតឲ្យមាននៅកថាខណ្ឌណាចឹងយើងអាចនិយាយបានថាកថាខណ្ឌហ្នឹងគឺវាកើតចេញមកពីប្រយោគហ្នឹងតែម្ដងណាចឹងយើងមានប្រយោគនេះចឹងកាលណាប្រយោគហ្នឹងវាបង្គុំគ្នាដែលមានប្រធានបទជាក់លាក់ឬក៏គោលគំនិតឬក៏ខ្លឹមសារជាក់លាក់ណាមួយហ្នឹងគេរាប់វាថាជា paragraph ណា It is important to write paragraphs correctly a paragraph is about one idea ណាទៀតយើងនឹងមើលថាតើ one idea នឹងសំដៅទៅលើគេណា one idea In the paragraph below the sentences my teacher liked it and maybe I will get a good grade are about the same idea The sentence I like shopping is not about the same idea as the other sentences. It shouldn't be used. I wrote my essay. My teacher liked it. ខ្ញុំបានសរសេរនៅតែសេចក្តីមួយគ្រូខ្ញុំចូលចិត្ត
I like shopping ឃើញទេកន្លែងនេះគេគូសវាចោលដោយសារតែវាជាប្រយោគមួយនៅក្នុងកថាខណ្ឌក៏ប៉ុន្តែវាដូចជាអត់នៅក្នុង the same idea ពីព្រោះ idea របស់គាត់និយាយអំពី essay ហើយគ្រូចូលចិត្តក៏ប៉ុន្តែវាឆ្កុយទៅត្រឹមប្រយោគមួយហ្នឹងចឹងមិនគេគូសវាចោលណាគេគូសវាថាវាជា wrong sentence the sentence is correct itself but it's in a wrong idea okay because the idea is all about the essay so there shouldn't be anything irrelevant មានតែពាក់ព័ន្ធចឹងមិនគេគូសឡើងនេះ maybe I will get a good grade អានេះអត់អីទេវាតាក់ទងជាមួយនឹង essay ហើយបើយើងបានមាន good grade ដោយសារតែគ្រូចូលចិត្តនៅតែងសក្តីរបស់យើងហ្នឹងអញ្ចឹងវានៅ stay នៅក្នុង the same idea អញ្ចឹងអាចសរុបមកវិញបានថា paragraph វាគឺជាបណ្ដុំនៃប្រយោគដែលវាមាន one idea អញ្ចឹងយើងអាចចំណាំប៉ុណ្ណឹងសិនទៅ okay the first line of a paragraph is indented បើនៅក្នុងកថាខណ្ឌគឺគេហៅថាប្រយោគដំបូងហ្នឹងគឺគេរុញវាទៅមុខបន្តិចណា indented to indent បើយើងគេហៅថាចូលបន្ទាត់ណាហ្នឹងនិយាយខ្លីទៅចូលបន្ទាត់គឺគេ type about 5 spaces ហ្នឹងអ្នករៀន computer យើងដឹងហើយយើងត្រូវតែយើងវាយបញ្ចូល5 space អីចឹងទៅ space ហ្នឹងគឺ clear ណាយើងដក clear 5ចឹងតែហ្នឹងហៅចូលបន្ទាត់ណា before the first ខ្ញុំអត់ដឹងថាតើនៅក្នុងភាសាខ្មែរយើងគឺការចូលបន្ទាត់គឺយើងត្រូវចូល5 space clear បន្ទាត់ចឹងដែរឬក៏យ៉ាងម៉េចណា a paragraph is not a list of sentences អញ្ចឹងគឺគេថាកថាខណ្ឌវាមិនមែនជាបញ្ជីនៃប្រយោគទេមែនទេ at the end of a sentence type a space បាទអញ្ចឹងនៅខាងចុងប្រយោគហ្នឹងគឺយើងត្រូវដាក់ជា clear មួយទៅ then begin in the next sentences ហើយយើងចាប់ដើមប្រយោគមួយទៀត I wrote my essay comma my teacher like it not comma full stop maybe I will get a good grade នេះក៏ខុសដែរដោយសារអីយើងរៀបរាប់វានេះវាទៅជា list ហើយអញ្ចឹងនេះមិនមែនជា paragraph ទេណា a correct layout of a paragraph វាគួរតែជាបន្តគ្នាពីប្រយោគមួយទៅប្រយោគមួយដោយយើងអនុញ្ញាតឲ្យមាននេះ space នៅត្រង់នេះមាន space វាអញ្ចឹងណាបាទយើងឃើញដូចគ្នា sentence ទាំងអស់នេះតែគ្រាន់តែខុសថានេះគេរៀបដូចជា list អញ្ចឹងគឺខុសហើយមិនមែនជា paragraph ទេចំពោះ paragraph វាតតែមានលក្ខណៈទ្រង់ទ្រាយបែបនេះណាបាទអូខេ alright អូខេអញ្ចឹងបើយើងមើលត្រឡប់មកវិញគឺយើងឃើញថាពាក្យគឺជាអីទៅគឺជាមានតួអក្សរវាផ្គុំបញ្ចូលគ្នាវាបង្កើតទៅជាពាក្យហើយនៅក្នុងប្រយោគគឺវាមានពាក្យច្រើនដោយមានភ្ជាប់គ្នាដោយប្រើ clear នីមួយជាប់គ្នាអញ្ចឹងនោះហើយគឺជាប្រយោគហើយប្រយោគគឺចាប់ដើមដោយអក្សរធំហើយបញ្ចប់ទៅដោយ full stop នេះគឺជាខណ្ឌភាសាអង់គ្លេសណាហើយចំពោះ paragraph វិញគឺវាជាបណ្ដុំនៃប្រយោគវាមិនមែនជា list ប៉ុន្តែវាគឺជាប្រយោគជាប់គ្នាដោយមាន space អូខេហើយវាមាន one idea យើងអាចចំណាំប៉ុណ្ណឹងសិនចុះអូខេបើអញ្ចឹងខ្ញុំគិតថាខ្លីៗថ្ងៃនេះប្រហែលជាដាក់ប៉ុណ្ណឹងសិនទៅសម្រាប់គ្នាយើងណាមានចម្ងល់បើចូលចិត្តអីជួយ comment អីចឹងទៅបើសិនគិតថាវាមានប្រយោជន៍បាទសម្រាប់សភៅតាក់ទងជាមួយនឹងskill for effective writing កម្រិតទី1ណាបាទអញ្ចឹងខ្ញុំប្រហែលជាសូមការអនុញ្ញាតបញ្ចប់នៅការ live ត្រឹមនេះសិនបាទសូមអរគុណ